Hello សួស្តីអ្នកនាងស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានរឿងភាគកូរ៉េរបស់ Netflix ដែលត្រៀមនឹងចេញផ្សាយនៅចុងខែមិថុនានេះរឿងនោះគឺមានចំណងជើងថារឿង Note from the Last Row សាច់រឿងនិយាយអំពីខ្សែជីវិតរបស់សាស្ត្រាចារ្យម្នាក់ដែលមានឈ្មោះថា Hae Min Ho ដែលសម្ដែងដោយ Choi Min Sik ដែលជាសាស្ត្រាចារ្យអក្សរសាស្ត្រចរិតរឹងរូសមាត់រឹងម្នាក់និងជាអ្នកនិពន្ធប្រឡោមលោកម្នាក់ដែលបរាជ័យក្នុងអាជីពរបស់គាត់ជីវិតរបស់គាត់បានជួបជាមួយនឹងរបត់ថ្មីនៅពេលដែលលោកបានរកឃើញនូវទេពកោសល្យដ៏អស្ចារ្យដែលមិនទាន់មានអ្នកណាកែច្នៃនៅក្នុងខ្លឹមសារសម្ដែងរបស់លីខាងដែលសម្ដែងដោយ Choi Yong Wook ដែលជាសិស្សប្រុសដ៏មានអាថ៌កំបាំងម្នាក់ដែលតែងតែអង្គុយនៅជួរខាងក្រោយនៃថ្នាក់រៀនផងដែរ Haemon Ho សម្ដែងដោយ Choi Min Sik គឺជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រនិងជាអតីតអ្នកនិពន្ធប្រឡោមលោកដែលបានបរាជ័យលោកគឺជាមនុស្សចាស់ចរិតរឹងរូសមាត់រឹងនិងឆាប់ខឹងកាលពី20ឆ្នាំមុនគាត់ធ្លាប់ត្រូវបានបោះពុម្ពផ្សាយសៀវភៅប្រឡោមលោកដំបូងបង្អស់របស់ខ្លួននិងទទួលបានជោគជ័យប៉ុន្តែចាប់តាំងពីពេលនោះមកគាត់បានជួបជាមួយនឹងវិបត្តិគាំងខួរក្បាលសរសេរអ្វីមិនចេញមួយម៉ាត់អស់រយៈពេល2ទសវត្សរ៍បច្ចុប្បន្នគាត់រស់នៅក្នុងជីវិតដ៏ស្ងប់ស្ងាត់ត្រឹមតែជាគ្រូបង្រៀនធម្មតាម្នាក់របាំងការពារខ្លួននៅជីវិតដ៏ស្ងប់ស្ងាត់របស់គាត់ត្រូវបានរង្គើរង្គើទាំងស្រុងនៅពេលដែលគាត់បានអានសម្ដីរបស់សិស្សម្នាក់ដែលមានឈ្មោះថាលីខាងគាត់ស្រឡាញ់ទេពកោសល្យរបស់ក្មេងនេះខ្លាំងណាស់រហូតព្យាយាមធ្វើជាគ្រូផងជាបង្អែកផងប៉ុន្តែគាត់បានធ្លាក់ចូលក្នុងអន្លង់អន្ទាក់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនៅពេលដែលដឹងថាសាច់រឿងអត់កំបាំងនិងកូនសិស្សតែសេចក្តីនោះអាចជារឿងក្រៅនៃជីវិតពិតដ៏គួរឲ្យរន្ធត់លីខាងសម្ដែងដោយ Choi Yong Wook គឺជានិស្សិតប្រុសអាថ៌កំបាំងនិងតែងតែមកអង្គុយនៅជួរខាងក្រៅបង្អស់នៃថ្នាក់រៀនគាត់គឺជាមនុស្សដែលមានខួរក្បាលលំដាប់កំពូលនិងមានទេពកោសល្យខាងផ្នែកតាំងនិពន្ធខ្ពស់ប៉ុន្តែមានចរិតលាក់ការនិងមិនអាចទាយដឹងនិងមានខ្សែភ្នែកដ៏ត្រជាក់ស្រេបបង្កប់ដោយភាពចំអកឡកលើយដល់ពិភពលោកគាត់បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសាស្ត្រាចារ្យ Haemon Ho តាមរយៈការសិក្សាអត្ថបទសម្ដីមួយទល់នឹងមួយគាត់ថែមទាំងបានលើកឡើងពីពាក្យរង្វាន់និងនិយាយថ្លែងអំណរគុណដល់លោកគ្រូរបស់គាត់យ៉ាងមានក្តីសុខប៉ុន្តែនៅពីក្រោយស្នាមញញឹមនិងភាពជិតស្និទ្ធលីខាងហាក់បីដូចជាកំពុងតែប្រើប្រាស់ប្រឡោមលោករបស់ខ្លួនដែលខ្លួនកំពុងសរសេរធ្វើជាឧបករណ៍ដើម្បីលេងសើចនិងទាញទម្លាក់ផ្លូវចិត្តរបស់លោកគ្រូខ្លួនឯងឲ្យធ្លាក់ចូលក្នុងល្បែងដ៏គ្រោះថ្នាក់មួយហើយជុនហូសម្ដែងដោយគឹមសូហ៊ុនគាត់គឺជាប្រធានបដិមន្តព្រឹទ្ធបរិះនៃមហាវិទ្យាល័យអក្សរសាស្ត្រឬជាមិត្តចាស់វស្សារបស់លោកគ្រូហេមុនហូគាត់គឺជាបរិះដែលមានអំណាចមើងម៉ាត់និងមើលធ្លុះរាល់សភាពការគាត់គឺជាមនុស្សម្នាក់គត់ក្នុងចំណោមមនុស្សតិចតួចបំផុតដែលបានដឹងរឿងរ៉ាវអាថ៌កំបាំងកាលពី20ឆ្នាំមុនរបស់លោកគ្រូហេមុនហូដែលកាលនោះគាត់គឺជាអ្នកនិពន្ធដ៏ល្បីល្បាញនៅពេលដែលទំនាក់ទំនងរវាងលោកគ្រូមុនហូនិងកូនសិស្សអាថ៌កំបាំងលីខាងចាប់ផ្ដើមឡើងកម្ដៅរហូតដល់មានភាពមិនប្រក្រតីលោកគឹមសូហ៊ុនគឺជាអ្នកចូលទៅអន្តរាគមន៍ប្រមាននិងព្យាយាមទាញលោកគ្រូមុនហូចេញពីគ្រោះថ្នាក់ប៉ុន្តែសម្បកក្រៅដ៏មានឥទ្ធិពលរបស់គាត់បែបនេះក៏អាចលាក់នឹងអាថ៌កំបាំងនិងផលប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួនផងដែរគឹមយុនជិនសម្ដែងជាអាជុនជូគាត់គឺជាភរិយារបស់លោកគ្រូហេមុនហូគាត់គឺជាស្ត្រីដែលមានឥទ្ធិពលក្នុងរង្វង់អក្សរសាស្ត្រគាត់គឺជាស្ត្រីដែលមានភាពឆ្លាតវៃមើងម៉ាត់និងមានភ្នែកមុតស្រួចហើយគាត់តែងតែនៅក្បែរនិងទ្រាំទ្រចរិតរឹងរូសរបស់ស្វាមីអស់រយៈពេល20ឆ្នាំនៃការគាំងខួរក្បាលសរសេរអ្វីមិនចេញអ៊ុនជូគឺជាមនុស្សដំបូងគេដែលចាប់អារម្មណ៍ឃើញការផ្លាស់ប្ដូរផ្លូវចិត្តដ៏គួរឲ្យខ្លាចរបស់ស្វាមីបន្ទាប់ពីគាត់បានជួបជាមួយនឹងកូនសិស្សលីខាងនាងបានចាប់ផ្ដើមលួចស៊ើបការណ៍សម្ងាត់តខ្លួនទៅលើប្រវត្តិរូបរបស់ក្មេងប្រុសម្នាក់នោះដើម្បីការពារស្វាមីនិងគ្រួសារប៉ុន្តែការស៊ើបអង្កេតរបស់គាត់បែរជាទៅកកាយតាមរឿងអាថ៌កំបាំងដ៏ខ្មៅងងឹតដែលមិនគួរកោះកកាយទៅវិញជីងខ្យងសម្ដែងជាជូយុនសុកគាត់គឺជាគ្រូពេទ្យវិកលចរិតឬអ្នកជំនាញខាងចិត្តសាស្ត្រឬក៏ជាអ្នកស៊ើបអង្កេតផ្ទៃក្នុងគាត់គឺជាមនុស្សស្ងប់ស្ងាត់ត្រជាក់ស្រេបនិងមានសមត្ថភាពខ្ពស់ក្នុងការវះកាត់មើលចិត្តសាស្ត្រតាមរយៈកាយវិការនិងពាក្យសម្ដីរបស់មនុស្សតួអង្គរបស់គាត់លេចឡើងនៅពេលដែលសាច់រឿងនៅក្នុងប្រឡោមលោករបស់លីខាងចាប់ផ្ដើមជាអត្តពលនិងបង្កជាគ្រោះថ្នាក់ដល់ពិភពលោកពិតនាងដើរតួជាអ្នកវិភាគសាច់រឿងរបស់លីខាងគ្រាន់តែជារឿងប្រឌិតរបស់ក្មេងដែលមានជំងឺចិត្តសាស្ត្រឬចរសាយខឬមួយក៏ជាផែនការសងសឹកដ៏ពិតប្រាកដដែលត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ដើម្បីបំផ្លាញមនុស្សជុំវិញខ្លួនវីដេអូ teaser ដំបូងបើកបង្ហាញពីទស្សនវិជ្ជារបស់សាស្ត្រាចារ្យ Haemon Ho ដែលអង្គុយសម្លឹងមើលសៀវភៅកត់ត្រាដែលបើកចំហចោលដោយមិនអាចសរសេរពាក្យពេចន៍សូម្បីតែមួយម៉ាត់អស់រយៈពេល20ឆ្នាំមកហើយបន្ទាប់ពីលោកបានបោះពុម្ពសៀវភៅប្រឡោមលោកដំបូងបង្អស់របស់ខ្លួនលោកមិនអាចបង្កើតស្នាដៃអ្វីបានទៀតទេហើយបច្ចុប្បន្នត្រូវរស់នៅក្នុងជីវិតដ៏ស្ងប់ស្ងាត់ត្រឹមតែជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រធម្មតាម្នាក់អ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលគាត់បានជួបជាមួយនឹងលីខាងដោយមើលឃើញពីភាពអស្ចារ្យនិងទឹកដៃដ៏មានឥទ្ធិពលនៅក្នុង
សំណេររបស់លីខាងលោកគ្រូហេមុនហូបានប្រាប់គេត្រង់ៗថាឯងពិតជាមានដងហើយសមត្ថភាពយ៉ាងពិតប្រាកដនៅក្នុងវីដេអូ teaser បន្ទាប់ក៏កាត់ដល់ឈុតឆាករបស់លីខាងដែលកំពុងតែឈរលើឆាកដើម្បីទទួលពានរង្វាន់ដោយបានពោលពាក្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់គ្រូរបស់ខ្លួនមុនហូនៅក្នុងសន្ទរកថារបស់គេវាហាក់ដូចជាចង់បង្ហាញឲ្យឃើញថាអ្នកទាំងពីរនាក់បានបង្កើតខ្សែចំណងមនោសញ្ចេតនាយ៉ាងស៊ីជម្រៅក្នុងនាមជាគ្រូនិងសិស្សបង្អែកភាពចង់ដឹងចង់ឃើញកាន់តែផ្ទុះឡើងជុំវិញអត្ថបទប្រឡំលោកដែលលីខាងកំពុងតែសរសេរខណៈពេលដែលលោកគ្រូមុនហូតែងតែចង់ដឹងអន្ទះសារតើសាច់រឿងរបស់ក្មេងម្នាក់នេះនឹងរំកិលទៅដល់ណាទៀតអ្នកទាំងពីរនាក់កាន់តែជិតស្និទ្ធនឹងគ្នាមានការលេងសើចនិងការធ្វើដៃសញ្ញាដាក់គ្នាក្នុងអំឡុងពេលនៃការបង្រៀននិងការពិភាក្សាគ្នាបែបឯកជនប៉ុន្តែបរិយាកាសដ៏កក់ក្ដៅបែបនេះបានប្រែប្ដូរពណ៌ភ្លាមៗដល់គួរឲ្យព្រឺក្បាលនៅពេលដែលលោកគ្រូមុនហូសួរទៅកាន់កូនសិស្សទាំងទឹកមុខស្លេកស្លាំងនិងតក់សុកតើសាច់រឿងឯងកំពុងសរសេរនេះតើវាជារឿងពិតឬវីដេអូ teaser បានកាត់បញ្ចប់ដោយបន្សល់ទុកនូវចង្អុលយ៉ាងធំធេងដល់អ្នកទស្សនាតើមានអត្ថកំបាំងដ៏រន្ធត់អ្វីខ្លះដែលលាក់ខ្លួននៅក្នុងសៀវភៅរបស់លីខាងសរសេរហើយវានឹងរុញច្រានទំនាក់ទំនងរវាងគ្រូនិងសិស្សឲ្យធ្លាក់ចូលទៅក្នុងល្បែងគ្រោះថ្នាក់បែបណាសង្គ្រាមចិត្តសាស្ត្រទម្រង់មុខនៅលើទាំង poster ក៏វាមានភាពតានតឹងផងដែរនៃទំនាក់ទំនងរបស់ពួកគាត់ទាំងពីរទឹកមុខដែលពោរពេញទៅដោយភាពភ័យខ្លាចនិងរង្គោះរង្គើផ្លូវចិត្តរបស់លោកគ្រូមុនហូគឺផ្ទុយស្រឡះដាច់ពីកសែភ្នែកត្រជាក់ស្រេបនិងបង្កប់ដោយភាពចង្អុលលក់លើយរបស់កូនសិស្សលីខាងម្នាក់បង្ហាញពីអារម្មណ៍ឈឺចាប់និងការភ័យខ្លាចមកលើផ្ទៃមុខឯម្នាក់ទៀតលើអារម្មណ៍ចិត្តឈឹងដែលមិនអាចទាយទុកមុនបានវាបានបង្កើតជាសង្គ្រាមចិត្តសាស្ត្របែបអូសទាញនិងវាយប្រហារផ្លូវចិត្តគ្នាទៅវិញទៅមកដែលជាម៉ាស៊ីនរុញច្រានសាច់រឿងទាំងមូលផងដែរចំពោះរឿង Note from the Last Row នេះនឹងត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី26 ខែមិថុនាឆ្នាំ2026ខាងមុខនេះវាគឺជា Original Content ដែលផលិតឡើងដោយក្រុមហ៊ុន Netflix